ថ្ងៃនេះខ្ញុំសូមជូនប្រធានបទមួយឲ្យបងប្អូនខ្មែរទូទាំងពិភពលោកធ្វើការត្រេះរិះដែលខ្ញុំដាក់រូបអ្នកស្រីពងឈីវកេងនេះតើបានន័យថាម៉េចសូមមេត្តាធ្វើការប្រុងស្ដាប់ធ្វើការប្រុងប្រយ័ត្នព្រោះថាយើងចង់បោកយួនមិនដឹងជាពីចំនួនណាមកហើយទេឥឡូវខ្ញុំសូមនិយាយតែត្រឹមអនត្តកាលនៃនរោត្តមសីហនុហើយនឹងលន់នល់ដែលយួនទិញក្បាលបាទបើខ្ញុំនិយាយត្រង់ចំណុចថានៃយួនទិញក្បាលលន់នល់បាននឹងអស់លោកប្រហែលជាញាក់ផ្អើលព្រឺខ្លួនដល់ខ្លាំងហើយប្រហែលជាអ្នកខ្លាំងក៏ជឿខ្ញុំសមាវិទៀតថាហេតុអីបានទៅចោតលន់នល់ថាយួនទិញក្បាលបានអានឹងបើយើងមិនដឹងយើងប្រកាសជាចោតថាខ្ញុំនឹងនិយាយផ្ដេសផ្ដាសប្រកាសថាចោតថាលន់នល់ជាអ្នកស្នេហាយួនជាអ្នកស្អប់យួនជាទីបំផុតខ្ញុំក៏តែងតែឃើញនៅក្នុងFacebook នៅក្នុងស្អីសពគ្រប់ហ្នឹងតើសើពីរឿងលន់នល់ថាគាត់ជាមនុស្សស្នេហាជាតិហើយគាត់ដែលស្អប់យួនឥឡូវខ្ញុំសូមទៅសូមជូនពីប្រវត្តិលន់នល់ដែលខ្ញុំថាយួនទិញក្បាលបានណាមិនបានខ្ញុំថាយួនទិញក្បាលបានមុនពេលរបស់សូមអស់លោកបងប្អូនខ្មែរស្ដាប់ឲ្យមែនតើហើយធ្វើការត្រេះរិះបើលោកអស់លោកបងប្អូនខ្មែរទូទាំងពិភពលោកនៅតែធ្វើដូច្នេះគឺថាយើងគ្មានថ្ងៃនឹងរុកនឹងរើប្រទេសជាតិយើងស្រង់ប្រទេសយើងវាយួនបានទេឥឡូវនេះយើងវាធ្លាក់ដល់កាន់តែខ្លាំងឡើងបានជាខ្ញុំដាក់រូបម៉ាដាមពងជេវកិច្ចហ្នឹងហើយខ្ញុំនិយាយពីរឿងអ្នកណាខ្លះដែលយួនទិញក្បាលបានឥឡូវខ្ញុំនិយាយពីរឿងលន់នល់ហើយមិនបានខ្ញុំថាលន់នល់យួនទិញក្បាលបានហើយខណ្ឌណាមួយដែលសល់ដែលថាខ្លួនយួនទិញក្បាលមិនបានណាបើអស់លោកមើលឃើញអស់លោកប្រាប់ខ្ញុំផងអ្នកណាមួយដែលថាយួនទិញក្បាលមិនបានឥឡូវខ្ញុំនិយាយពីរឿងលន់នល់មុនរដ្ឋប្រហារ18មីនាឆ្នាំ70លន់នល់បានទៅស្រុកចិនចំនួនជាបើខ្ញុំមិនព្រមច្រឡំទេចំនួន6ខែហើយខ្ញុំដឹងមកពីណាដឹងដោយសារពេលនោះរដ្ឋយោបាវិសុខ្មែរនឹងផ្សាយជារៀងរាល់ថ្ងៃហើយជួនសេនោះនេះនៅដើមសេនោះធ្វើនយោបាយអត់សូវមានការលាក់លៀមទេច្រើនតែនិយាយអ្វីភាពពិតគឺថាសេនោះក៏និយាយហើយវិសុយើងនៅឃោសនាការនៅព្រំពេញហ្នឹងក៏និយាយទៅញឹកញាប់ថាលន់នល់ទៅធ្វើបេសកកម្មនៅស្រុកចិន6ខែហ្នឹងហើយដែលថាយួនទិញក្បាលលន់នល់បានបើចិនវាទិញក្បាលលន់នល់បានយួនវាទិញក្បាលលន់នល់ក៏បានដូចគ្នាព្រោះពេលនោះអាចិនហើយនឹងអាយួនហ្នឹងវាត្រូវគ្នាណាដល់ហើយមិនបានថាវាទិញក្បាលលន់នល់ធ្វើអីព្រោះគម្រោងការអាដេញរដ្ឋប្រហារ18មីនាណាគេទិញក្បាលលន់នល់បានទៅហើយតែអន្តរសេនុធ្លាក់ក្នុងកណ្ដាប់ដៃចិននេះតាំងតែពី56ប្រកាសណាស់នៅ56តែលើកទី1ទៅជាសេនុទៅចិនវាហៅទៅស្រុកវាហើយវាទិញបានតាំងពីនោះមកហើយបន្តមកទៀតវាបានអាចិនហ្នឹងវាបន្តឲ្យសេនុហ្នឹងវាទៅគោរពទៅបន្តទៅយួនក៏ទិញក្បាលសេនុបានទៀតហើយដែលគេទិញក្បាលលន់នល់បានហ្នឹងដោយសារចិនវាហើយទៅមិនដឹងវាទៅបង្វឹកយ៉ាងម៉េចរហូតដល់លន់នល់ក៏វាឈួតណាមួយលន់នល់ហ្នឹងវាចាញ់បោកអាសេនុហ្នឹងវាឲ្យផឹកទឹកសម្បត្តិផឹកស្អីទៅលន់នល់ហ្នឹងក៏វាឈួតទៅតាមហ្នឹងទៅដោយសារស្រីចិនស្រីយួនអីណាផង
ហើយសូបាយពួកគេហ្នឹងវាច្រើនយកស្រីមកធ្វើជាថ្នាក់រហូតដល់ពេលរដ្ឋប្រហារនេះអស់លោកនៅតែព័ន្ធច្រឡំខ្ញុំសូមជម្រាបតិចចាស់លោកស្រាវជ្រាវមកចាស់នៅឆ្នាំ69តើគេធ្វើមិនខ្លះអាហ្នឹងបានថារដ្ឋប្រហារដោយការរៀបចំមុននៅឆ្នាំ69ហ្នឹងមនិចបានដូរលុយយកលុយប្រាក់រៀលទៅដូរយកដុល្លារអស់ប្រាក់រៀលចំនួន80កោដហើយកាលនោះក្នុង1ដុល្លារបើមិន15រៀលវា25ខ្ញុំវាមិនចាំមិនច្បាស់តែទឹកលុយចំនួន5កោដអា80កោដអាហ្នឹងអស់លោកថាបើថាមិនបានតាមដានទេក៏មិនដឹងដែរតែបើសិទ្ធិពលិនក៏នៅមានឯកសារព្រោះគាត់ទៅសេនៅក្នុងកសែតនគរធំកាលពីឆ្នាំ1972ហើយគាត់ក៏រត់មកស្រុកបារាំងមកហើយនៅក្នុងសារព័ត៌មានគាត់ហ្នឹងវាមាននិយាយនៅក្នុងហ្នឹងខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងចុះអាហ្នឹងមកលោកណាកុំឲ្យនៅវង្វេងវង្វាន់ទៀតបើតើលោកនៅវង្វេងវង្វាន់យកត្រឹមតែស្រុកយើងងាប់តែប៉ុណ្្នឹងទេព្រោះអ្នកណាមួយដែលថាយួនតិចក៏បានឥឡូវណាខ្ញុំនិយាយពីរឿងរដ្ឋប្រហារអីហ្នឹងវាវែងឆ្ងាយណាស់និយាយមិនបានទេវាវែងណាស់បើលោកណាកុំឲ្យអស់លោកត្រូវភ្ញាក់រលឹកឡើងត្រូវឲ្យយល់ស្រាវជ្រាវរកពីការពិតផងតែយ៉ាងម៉េចយើងចេះតែជឿគេយូរគេទិញក្បាលបានអស់លីអាណាមួយឲ្យតែខ្លាំងគេទិញយកទាំងអស់ឥឡូវហ្នឹងក៏សំរងគីកម្មសខាហ្នឹងលោកក្បាលឲ្យគេដាច់ខាតទៅទៀតហើយងាប់បាត់ទៅហើយស្រុកយើងនោះវាលាលាត់ហើយវាយួនវាទិញក្បាលយកទៅប្រើត្រែងចិត្តទៅហើយឥឡូវនេះណែគេយកស្អីមកដាំពងឈីវកិច្ចអីហ្នឹងយកមកឲ្យធ្វើជាស្អីដេញមនុស្សទី9នៅក្នុងអាកោចបហ្នឹងអាកោចបហ្នឹងវានៅតែកោចបដដែលព្រោះអីគេទិញក្បាលសំរងស៊ីបានគេទិញក្បាលកម្មសខាបានហើយថាវាធ្វើស្អីកើតអស់លោកហើយយើងនៅកុំបើយើងនៅតែស្ងៀមបានតែក្តីថាយើងគ្រប់គ្រងវាឲ្យជាតិយើងស្លាប់ហើយយ៉ាងម៉េចបានជានៅតែមានអ្នកគ្រប់គ្រងជ័យយោអីសំរងស៊ីកម្មសខាទៀតអាហ្នឹងដល់យើងវាមិនបានដឹងមិនបានយល់ហើយថ្ងៃណាបានដឹងថ្ងៃណាបានយល់តើទៅស្រុកយើងទៅជាចម្ប៉ាឥឡូវនេះវានាំគ្នាទៅចូលសភាចូលស្អីហ្នឹងយួនគេរៀបចំកាន់តែខ្លាំងឡើងហើយអាសំរងស៊ីហ្នឹងវាបោកព្រះណែប្រាក់ប្រជាពលរដ្ឋយើងថាឲ្យចាំមើលសិនអានឹងហើយមធ្យោបាយគេបោកណាអ្វីដែលសំរងស៊ីនិយាយវាច្រើនតែចេញពីគណៈបកប្រជាជនមកពាក្យដែលគេបញ្ជាមកអានឹងដូចលោកហ៊ុនសែនអញ្ចឹងលោកហ៊ុនសែននិយាយស្អីវានិយាយតាមអានឹងគណៈបកប្រជាជនតាមសម្ដីរបស់យួនគេប្រាប់ឲ្យនិយាយមិនលោកហ៊ុនសែននិយាយអញ្ចឹងព្រោះថាអតីតអ្នកកាត់ចកោទៅនៅហាណូយទៅទេអ្នកកាត់ចកោនៅហាណូយតែអ្នកដែលធ្វើអនុវត្តតាមពេលព្រឹត្តិការណ៍ហ្នឹងវានៅលើទឹកដីខ្មែរមែនវាមានតាំងពីអាយួនคล้ายមានតាំងពីខ្មែរទៅរៀននៅស្រុកយួន 4-10 ឆ្នាំហើយដល់វទីបញ្ចប់មកវាមានលោកហ៊ុនសែនឲ្យហ៊ុនសែនធ្វើម៉េចបើវាជ្រុលគេហៅថាវាជ្រុលដៃជ្រុលជើងចូលក្នុងអន្ទាក់យួនតាំងពីអាយុ18ឆ្នាំមកតម្រាំទាំងហ៊ុនសែនដឹងខ្លួនវាធូរលេតហើយវាត្រូវតាបាត់ទៅហើយឥឡូវនេះសពថ្ងៃហ្នឹងវាជ្រុលពេលហើយយើងជឿថាហ៊ុនសែនហេរិនជាស៊ីមស្អីអស់ហ្នឹងទៅក្បត់ជាតិសុកចិត្តលក់ទឹកលក់ដីឲ្យទៅយួននេះអានឹងបើយើងតាមស្មានយើងមិនអាចទៅតែមិនជឿទេដូចលួនដិលមនុស្សខ្មែរសុទ្ធសាធហើយអីបានទៅលក់ក្បាលឲ្យចិនឲ្យយួនដែរទៅរួមគ្នាធ្វើរដ្ឋប្រហារជាមួយសេនុហ្នឹងហើយបានស្រុកយើងលាហិនហើយឥឡូវនេះគាត់ថាគេលើកម៉ាដាមស្អីពងឈីវកិច្ចអីហ្នឹងមកយើងចង់ភ្ញាក់ផ្អើលទៀតណាហ្នឹងយើងអត់ដឹងថាអ្នកណាដែលសល់ដែលថាយួនទិញក្បាលមិនបានណោះយើងត្រូវយល់ទាំងហ្នឹងចង់តម្រៃក៏ដែរក៏គេទិញក្បាលយកមកឲ្យអូសឈើអូហប់បានដែរយើងត្រូវយល់ហើយចុះឥឡូវយើងអ្នកដែលបញ្ញវន្តបណ្ឌិតខ្លះសារគិតទៅពីនោះនេះគេគ្រប់គ្រងអត់មានណាប្រឆាំងចុះឲ្យពលរដ្ឋនេះធ្វើម៉េចនិស្សិតយុវជនគេខំងើបឡើងយើងនឹងប្រទាញ
រិញក្បាលផលិតទៅវិញពួកយុវជននិស្សិតងើបឡើងពួកអ្នកដឹកនាំនឹងរិញក្បាលឲ្យលិបទៅវិញតែសំសិនហើយកុំអានេះដូចជំនាន់សេនុចឹងសេនុងើណាងើបឡើងសេនុហើយសេនុវាប្រើអំណាចវាចាប់យកទៅសម្លាប់វាចាប់យកទៅបាញ់ចោលអីឬក៏វាគួយដល់អីកំរើកកាលពីឆ្នាំ64មកសេនុសម្លាប់រហូតចាប់ឆ្នាំ64មកអាណាងើបអាណាតវ៉ាអាណាស្អីថាស្អីអនុស្អីចំយួនចំស្អីណាហ្នឹងសេនុវាប្រើឲ្យអានេះក្រសួងខាងប៉ូលីសក៏នៅមានគូរុនហើយចាប់យកទៅសម្លាប់ហើយកាលពេលខ្លះសម្លាប់ចេញមុខដូចជាព្រៀបអិនព្រៀបអីទៅយកទៅបាញ់ហើយទៅនៅទៅពាំងកលឹងរួចថតដាក់ដល់ក៏ប្រចាំងអានេះកុនឃោសនាការគ្រប់ស្រុកគ្រប់ភូមិថាអានឹងវាក្បត់ជាតិវាប្រឆាំងជាមួយអាស្ដេចឪនឹងគួតដល់ហើយខ្មែរយើងវាផ្កាប់មុខដោយសារអាស៊ីនុខ្លាំងពេកវានាំវាជឿទាំងអស់តែគ្នារហូតដល់ងាប់ដល់សពថ្ងៃនេះឥឡូវហ្នឹងយើងគិតមើលអស់លោកឆ្លើយជាមួយខ្ញុំអន្តណាមួយដែលថាយួនទិញក្បាលអំបានអត់មានទេអត់មានសល់ទេជាពិសេសបញ្ញវន្តបណ្ឌិតសកលក្រោយនេះក៏នៅតែគេទិញក្បាលបានគេមិនទិញក្បាលដោយលុយទេក៏ប៉ុន្តែគេទិញដោយអានេះដោយទស្សនៈរបស់គេដោយនយោបាយឥឡូវខ្ញុំទីហោចចុះហើយđâyបើជួយសម្បូរអុកញ៉ាសម្បូរអ្នកមានម្នាក់អ្នកខ្លះមានលុយរហូតទៅដល់រាប់ពាន់លានដែរអាហ្នឹងនយោបាយយួនគេធ្វើឲ្យវាអញ្ចឹងគេលើកតំណែងតែឯងឲ្យខ្ពស់នេះគេបដៅឲ្យតែឯងមានលុយមានកាក់មានអំណាចគ្រប់គ្រាន់អាហ្នឹងហើយដែលយើងការពារគេណាអាហ្នឹងហើយដែលគេទិញគូគេទិញអានេះគេទិញពួកតែនឹងបានទាំងអស់នេះអត់ទាំងនឹងមិនវាមិនបាច់យើងគេមិនបាច់បខំទេគឺវានាំគ្នាការពារទ្រព្យសម្បត្តិបុណ្យស័ក្តិវាខ្លួនឯងអានឹងដូចជាយើងដូចជាយួនទិញក៏បានអញ្ចឹងហើយចុះនៅបញ្ញវន្តបណ្ឌិតយើងសប្តាហ៍ថ្ងៃដែលនិយាយអ្នកខ្លះនិយាយមិនរួចអ្នកខ្លះហ្នឹងក៏និយាយគ្រប់ត្រយួនអ្នកខ្លះហ្នឹងក៏វាវិញវាមិនវាន់ដោយសារអីដោយសារអ្នកខ្លះហ្នឹងវាក្រវាចង់មានអ្នកខ្លះដែលមានហ្នឹងវាចង់កាន់តែមានទៅទៀតនយោបាយនេះគេធ្វើឲ្យវាអញ្ចឹងឲ្យមនុស្សមានលុយមានកាក់ប្រាស់កាសម្បូរអញ្ចឹងទៅមានបុណ្យមានស័ក្តិឲ្យធំទៅអ្នកនឹងឲ្យដែលការពារគេដោយមិនដឹងខ្លួនមកគេថាការពារអំណាចខ្លួនឯងការពារលុយកាក់ខ្លួនឯងមកឲ្យវាការពារអតីតគម្រោងការរបស់យួនលើទឹកដីយើងឥឡូវយើងធ្វើម៉េចឥឡូវនៅលើឥឡូវសំរងស៊ីវាបោកថាឲ្យចាំមើលសិនចាំមើលយ៉ាងម៉េចប្រមាណមកហើយតាំងពីឆ្នាំ70មកយួនរៀបចំផែនការសម្រាប់យើងអស់ប្រមាណហើយលើអស់លោកចាំមើលចាប់ពីថ្ងៃនេះទៅតើវាមានការស្រាក់ស្រានទេវាមានការឈប់ទេអត់ឯងយកអត់ឯងពលរដ្ឋឆ្លោះជាមួយនឹងអាជ្ញាធរបានក្តីថាវាអត់ចប់ទេណាហើយអាកាប់ឈើកាប់ព្រៃកាប់ឈើហ្នឹងបានយើងជឿទេជឿថាវាបំបត្តិបានទេដែលសំរងស៊ីវាចូលទៅក្នុងជួរក្នុងសភាណាបានក្តីថាបំបត្តិអត់បានទេពួកអស់ហ្នឹងទៅទៀតនឹងវាថោកដូចឆ្កែអញ្ចឹងដូចជាអីសត្វឆ្កែទៅនៅក្នុងរង្វង់នៅក្នុងទ្រុងអញ្ចឹងវាគ្មាននិយាយស្អីគេស្ដាប់គ្មានធ្វើអីកើតទេហើយបើវាមានតែរដ្ឋសភាហើយរដ្ឋសភាហ្នឹងគេវាច្រើនជាងណាបើហើយអាយើងភាគតិចហ្នឹងឃើញស្អីហ្នឹងក៏គីក៏ចាញ់គេដែរហើយយើងក៏ច្រឡំថាបោះឆ្នោតលើកក្រោយណានេះយើងទៅចាញ់បោកវាហ្នឹងដល់ទៅប្រហែលឆ្នាំទៀតដល់2018វាថាវាប្រកាសជាឆ្នោតអានេះវាបោកក្បែរនេះបោកវាស៊ីលុយគេរាប់លានមកទៅហើយសម្ដីវានិយាយតាមតែសម្ដីលោកហ៊ុនសែនហើយលោកហ៊ុនសែននេះក៏យកពាក្យមកពីតាមមកពីនិយាយមកពីក្បាលម៉ាស៊ីននៅឯហាណូយនោះគេឆ្លុះកញ្ចក់មើលដូចយើងកាលអាវយ៉ាងយ៉ាប់វាធ្វើមេបញ្ជាការដែលវាយស្រុកខ្មែរពី7កួតមក75ពី75មក79ណាខ្មែរងាប់អស់ប្រមាណលានហើយណាមេបញ្ជាការគេវាខ្លាំងអញ្ចឹងហើយយើងវាអត់ដឹងនេះឥឡូវហ្នឹងមកនាំនេះឈួតគេទិញក្បាលយកអស់អ្នកខ្លះនឹងលក់ដល់ខ្លួនលក់មកនេះ
bắt đầu cái tết đôi mình lần luôn phía chờ nát đây là giấy nó không mà đây này và trên mặt tệ nơi tam sự tam ấy đó tôi sẽ đạn vô bài tôi ấy đó đấy lúc luôn đây bạn đừng luôn mình nè tay này giấy priệp thiệp cả đây là bóp không ai có hôm bay năm phẩm bay khai và man ngày nâng khai ở đây là bóp nâng vì từ lập từ vinh xây nè dễ ngọt bạn đừng thà phanh ca dùn cái điệp trăm tầng này anh nghe từ năng nghe để vì cho lo hai bây giờ lúc này chọn đang lúc xuôi nhóm mà làm sao nhóm đăng xem giữa ấp cho lo tê nhé việc xem tam đàn ở rừng mai nâng tăng tại vì xem tam đàn đời chạy tận á tăng bị năm 50 đó mà chấp đó 50 nâng xem miền chạy tận á lạc la xem tam đàn này vừa miền riêng một miền hai bên xem tam đàn chỗ mà đó tụ hoạt thì học sắp xem tam đàn là hậu hai chỉ bị sai đã bị sắp bị sòng kriêm bị năm chất sắp là hậu mà chất pram đó chất